ចាកាត់មកដល់កម្មវិធីពេលព្រឹកអត់បានថតមុខរោងថតអីទេគឺមកថតក្នុងរោងតែម្ដងបន្ទាប់ពីគេលើកចំនួនរួចញ៉ាំបបរព្រឹករួចហើយនាំគ្នាមកថតរូបនៅក្នុងរោងទាំងជាមួយកូនជាមួយបងប្អូនថតនាំគ្នាថតរូបលេងទុកជាអនុស្សាវរីយ៍ពេលដែលការនេះកូនកំឡោះខ្ញុំទាំង4នាក់ហើយក៏ថតជាមួយមីងជាមួយប្អូនទៅជាបងកូនកំឡោះហើយមានជាការនាំមីងថត style ថតអីចឹងហើយនេះជាបងស្រីធំរបស់កូនកំឡោះហើយនេះមីងខ្ញុំមិនដឹងរើសមួយណាទេប្រុសក្មេងទាំងពីរតបមកគេថតរូបជួបជុំកូនកំឡោះកូនក្រមុំថតរូបជួបជុំកូនកំឡោះជាមួយក្រុមគ្រួសារធំរបស់នាងខ្ញុំបងប្អូនវិញមីនេះបានតែ 50% ទេនៃបងប្អូនឥឡូវជាមួយម៉ាយកូនកំឡោះហើយមកដល់បាត់កូនប្រុសខ្ញុំមិនដឹងទៅណាទេកូនពៅរត់រហូតហើយបន្ទាប់មកដល់រូបស្វីតទៀតហើយពីរអ្នកយាយតានេះមិនដឹងជាស្អីទេស្វីតហើយយាយប៉ែនេះខ្ជូតអីណានេះចាស់ហើយអត់ចង់ចាស់ជាមួយអ្នកម្ដាយនាងខ្ញុំនាំម៉ាយថតខ្ជូតទៀតទេជាមួយលោកឪពុករៀងសុភាពបន្តិចបាទជាមួយអ្នកម្ដាយថតរូបគៀកកើយណាហើយជាមួយអាពៅខ្ញុំនេះវាប្រកែនាំបងវាទៅ style ណាហើយជាមួយប្រុសក្មេងទាំងពីរដឹងណាមានណាក្មួយកូនប្រុសពៅទាំងពីរនេះកូនខ្ញុំវាចង់ថតរូបកាន់ចឹងណាហើយជាមួយធីមជីដូនមួយ 50% មិនបាន 50% ដូចជា 30% នេះធីមជីដូនមួយទេនេះធីមស្រីនេះធីមប្រុសចឹងទៅហើយមកដល់វគ្គសែនកុងម៉ាហើយបានដល់កម្មវិធីសែនចុងដៃតបពីហៅស្រីអោនមកផ្ទឹមហើយក៏ដល់វគ្គសែនចងដៃឪពុកម្ដាយកូនកំឡោះបានឡើងចងដៃកូនប្រុសពៅរបស់គាត់ហើយនេះជាលោកយាយនិងយាយជីដូនមួយដល់វគ្គម៉ាក់របស់នាងខ្ញុំទៅជាអ៊ំស្រីធំខាងកូនកំឡោះហើយក៏ដល់វគ្គបងស្រីជីដូនមួយព្រោះនាងខ្ញុំជាបងជីដូនមួយរបស់កូនកំឡោះហើយយើងបានឡើងចងដៃប្អូនហើយនេះគឺជាបងស្រីរបស់គាត់